វិស័យអប់រំគឺជាវិស័យអាទិភាពដ៏ចាំបាច់ដើម្បីធ្វើឲ្យប្រទេសរីកចម្រើនវិស័យអប់រំគឺជាវិស័យអាទិភាពមួយដ៏សំខាន់ឬក៏អាចនិយាយបានវិស័យអប់រំគឺជាគ្រឹះនិងជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងវិស័យផ្សេងៗទៀតដែលនឹងរីកចម្រើនធ្វើឲ្យប្រទេសជាតិទាំងមូលប្រកបទៅដោយសុខសន្តិភាពវិស័យសេដ្ឋកិច្ចទេសចរណ៍អាជីវកម្មគមនាគមន៍រីកចម្រើនលូតលាស់ធំធាត់ទៅបានគឺអាស្រ័យទៅលើវិស័យអប់រំផងដែរព្រោះកាលណាវិស័យអប់រំរីកចម្រើនប្រទេសជាតិនឹងសម្បូរទៅដោយបញ្ញវន្តឬក៏ធនធានមនុស្សហើយបើប្រទេសពោរពេញទៅដោយធនធានមនុស្សនោះស្ទើរគ្រប់វិស័យទាំងអស់នឹងគ្រប់រីកចម្រើននេះជាហេតុធ្វើឲ្យប្រទេសជាតិអភិវឌ្ឍទៅវិញប្រសិនបើវិស័យអប់រំធ្លាក់ចុះវិស័យដទៃទៀតក៏ធ្លាក់ចុះដែរពេលនោះប្រទេសជាតិទាំងមូលនឹងអាចធ្លាក់ចុះដុនដាបទៅធ្លាក់ដុនដាបទៅសង្គមជាតិអាចចលាចលពលរដ្ឋរស់នៅខ្វះភាពកក់ក្ដៅមនុស្សម្នារស់នៅក្នុងសង្គមគ្មានគុណធម៌អសីលធម៌និងបពុនិយមគ្មានការយោគយល់គ្នានឹងជាមូលហេតុដែលបង្កឲ្យមានបញ្ហាជាច្រើនកើតឡើងដោយឥតឈប់ឈរបើយើងគ្មានការអប់រំធ្វើឲ្យបានល្អិតល្អន់ធ្វើឲ្យយើងមិនអាចអភិវឌ្ឍធ្វើឲ្យយើងមិនហ៊ានធ្វើឲ្យយើងខ្លាចឬក៏មិនហ៊ានឆ្ងល់ធ្វើឲ្យយើងមិនហ៊ានសួរធ្វើឲ្យយើងមិនចង់ចេះទាំងចង់ដឹងទៀតហើយអត់ដឹងថាខ្លួនឯងខុសត្រូវទៀតអត់ចេះបែងចែកវិសេសធ្វើឲ្យយើងមានការគិតពិចារណាខ្លីវិវត្តយើងធ្វើឲ្យយើងធ្វើកិច្ចការអ្វីមួយបរាជ័យឆ្នេះបើយើងដើរដល់ជំហានគឺយើងអាចដើរធ្លាក់ទឹក9ជំហានទៅហើយជាវិស័យអប់រំនិយាយទៅគឺជាគ្រឿងផ្សំនៃជីវិតទូទៅទាំងអស់ក្នុងលោកគឺជាកលឹះឬគឺជាសោរអនាគតនៃរុងរឿងពោលវិស័យអប់រំគឺជាចំណុចចាប់ផ្ដើមនៃជីវិតមនុស្សរបស់មនុស្សដែលធ្វើឲ្យយើងបែងចែកពីភាពល្ងង់ខ្លៅនិងជ្រាស់វៃធ្វើឲ្យយើងបែងចែករវាងចាក់ចិននិងញាក់ងងអ្នកឆ្លើយអ្នកឆោតអ្នកបកានិងអ្នកខ្សាយមនុស្សជួអប្រៃនិងសមធម៌ដូច្នេះបានជាមនុស្សហ៊ានកាត់សំណាក់គ្នារហូតដល់មានអ្នកខ្លះឆ្ងល់ថាអ្វីប៉ុលពតនាងសេរីរៀនសូត្រដល់បណ្ឌិតហើយដើម្បីសម្លាប់មនុស្សដែរគឺជាកូនចៅរបស់គាត់ដែលមិនបានរៀនសូត្រទេដែលចេះតែយកទៅកសាងពីតែយកទៅកសាងគឺសម្លាប់ព្រោះមិនចេះពិចារណាមធ្យោបាយច្បាប់គេនឹងហើយគ្មានជាអសរដូច្នេះវិភាគយមន័យនៃពាក្យកសាងនឹងគឺដឹងថាសម្រាប់ចោលត្រមទៅងាប់អរលីងដូច្នេះវិស័យអប់រំគឺជាគ្រឹះនៃមូលដ្ឋានបណ្ដុំបញ្ញវន្តដែលធ្វើឲ្យមនុស្សចេះគិតចេះវិភាគចេះអភិវឌ្ឍចេះនាំប្រទេសទៅមុខដោយកម្រនិងបរាជ័យឬក៏ធ្លាក់ទៅម្យ៉ាងការចំណាយដ៏រឹងមាំយើងទៅជាន់ខ្ពស់ហើយជាកម្ពស់ដែលយើងអានសងដែលអាចថែមទាំងពីការនិយាយរួមទៅវិស័យអប់រំគឺជាធម៌ពលនៃជីវិតដែលអាចព្យាបាលប្រទេសទាំងមូលបានដែលព្យាបាលសង្គមទាំងមូលបានហើយធ្វើឲ្យមានកម្លាំងកម្មពលរដ្ឋទាន់សង្គមជំវិញបានឬយើងអាចនិយាយបានថាគឺដៃគូប្រកួតប្រជែងដើម្បីភាពជោគជ័យជាស្ដាយប្រទេសអភិវឌ្ឍមួយចំនួនដូចជាប្រទេសក្នុងទ្វីបអាមេរិកអញ្ចឹងនិងដំបូងប្រទេសក៏ទ្វីបអឺរ៉ុបនិងប្រទេសសិនជាច្រើនទៀតសហរដ្ឋអាមេរិកជប៉ុននិងអង់គ្លេសជាដើមគឺស្ថិតជាប្រទេសអភិវឌ្ឍអប់រំរីកចម្រើនខ្លាំងបំផុតមានន័យថាប្រជាជនគេបានយល់ដឹងទូលំទូលាយមានភាពក្លាហានមានសុភវិនិច្ឆ័យមានទស្សនវិស័យវែងឆ្ងាយពិសេសទស្សនវិស័យដែលបញ្ជាក់ការសិក្សាពីសាលាសាកលវិទ្យាល័យនោះពោពេញទៅដោយចំណេះដឹងពិតប្រកបទៅដោយសក្តានុពលមានជំនាញច្បាស់លាស់មានជំនាញច្រើននិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារខ្ញុំនិយាយឆ្នេះមិនមែនមានន័យថាវិស័យអប់រំកម្ពុជាគ្មានគុណភាពឬមិនរីកចម្រើនទេតាមពិតទៅវិស័យអប់រំកម្ពុជាកំពុងតែរីកចម្រើនទៅមុខពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ប៉ុន្តែរដ្ឋាភិបាលក្រសួងពាក់ព័ន្ធនឹងគណៈកម្មការគ្រប់គ្រងសាលារៀនសាលារដ្ឋឯកជនមិនគួរភ្លេចខ្លួនឬក៏បណ្ដោយឲ្យវិស័យអប់រំអភិវឌ្ឍទៅដល់ចំណុចនេះនោះទេពោលគឺត្រូវសហការគ្នាយ៉ាងណាក៏ដោយធ្វើឲ្យវិស័យអប់រំកម្ពុជាកាន់តែមានគុណភាពនិងអាចចូលរួមប្រកួតប្រជែងជាមួយនឹងប្រទេសមហាអភិវឌ្ឍនិងប្រកបទៅដោយសក្តានុពលនិងកិច្ចសន្តិភាពខ្ពស់បំផុតមែនទែនទៅមិនមែនត្រឹមតែរដ្ឋាភិបាលក្រសួងពាក់ព័ន្ធនឹងគណៈគ្រប់គ្រងសាលារដ្ឋនិងឯកជននោះទេដែលមានភារកិច្ចក្នុងការអភិវឌ្ឍវិស័យអប់រំប្រសិទ្ធតែពលរដ្ឋនិងនិស្សិតក៏មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យមួយនេះពួកគាត់អាចចូលរួមអភិវឌ្ឍតាមរយៈការលើកស្ទួយវិស័យអំណាចជាតិមានន័យថាប្រជាពលរដ្ឋគ្រប់រូបគួរតែឆ្លៀតពេលខ្លះក្នុងការអានសៀវភៅអានកាសែតអានទស្សនាវដ្តីជាពិសេសនោះគឺសិស្សានុសិស្សតែម្ដងខ្ញុំមើលឃើញថាគ្រប់បណ្ដាប្រទេសនៅលើពិភពលោកគឺមិនអាចខ្វះវិស័យអប់រំបានឡើយពិសេសគឺប្រទេសកំពុងតែអភិវឌ្ឍតែម្ដងព្រោះវិស័យអប់រំគឺជាគ្រឹះនិងជាគន្លឹះនៃការរីកចម្រើនប្រកបមែនដោយហេតុការអប់រំបង្កើតនៅធនធានមនុស្សដ៏រឹងមាំពូកែឆ្លាតលាវៃក្នុងការកាត់បន្ថយភាពក្រីក្របង្កើនឱកាសការងារ
ផ្លាស់ប្ដូរអេយ៉ាបតបុគ្គលផ្នែកកំណត់ធ្វើឲ្យមនុស្សមិនងងខ្លៅមិនលួចដល់កតិធ្វើឲ្យមនុស្សមានលក្ខណៈពិសេសជាតិនិយមលក្ខណៈជាតិនិយមមានដាច់សញ្ញាជាតិនឹងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងសង្គមនិងប្រទេសជាតិដូច្នេះអ្វីដែលរដ្ឋាភិបាលនៃប្រទេសនីមួយៗគួរយកចិត្តទុកដាក់ខ្លាំងបំផុតជាងគេគឺត្រូវពួរដៃគ្នាក្នុងការពង្រឹងពង្រីកលើកកម្ពស់គុណភាពអប់រំឲ្យរីកចម្រើនមានស្តង់ដារអន្តរជាតិត្រូវចាំថាកម្ពុជាត្រូវមានការអប់រំអ្នកអប់រំពិតប្រាកដអ្នកចេះដល់ពិតប្រាកដបញ្ញវន្តពិតប្រាកដគ្រប់ជំនាញគ្រប់មុខវិជ្ជានិងដើម្បីកសាងជាតិឲ្យជឿនទៅមុខប៉ុន្តែដើម្បីធ្វើឲ្យរឿងទាំងនេះលើនេះបានគឺរាល់តែយើងទាំងអស់គ្នាចូលរួមអភិវឌ្ឍអប់រំឲ្យកាន់តែប្រសើរឡើងជាងនេះទៅទៀតចំពោះខ្ញុំគិតថាដើម្បីយកយកនឹងវិស័យអប់រំទៅប្រព្រឹត្តទៅលើគាត់3កត្តាគឺត្រូវមានគុណភាពវិន័យល្អនិងសេវាកម្មថ្លៃថ្នូរមានន័យថាដើម្បីផ្ដល់ការអប់រំដែលជាប្រវ័យដែលរបស់យើងត្រូវញ៉ាំអប់រំទៅផ្ដោតទៅលើ3កត្តាត្រង់ទី1គឺគុណភាពនៃការសិក្សាទី2គឺវិន័យនិងអប់រំសីលធម៌ហើយការដឹងខុសត្រូវរបស់សិស្សទី3គឺការផ្ដល់សេវាកម្មថ្លៃថ្នូរដល់សិស្សបុគ្គលិកនិងអតិថិជនចំណេះដឹងពិតប្រាកដប្រៀបដូចទៅនឹងទឹកហ្វឺននៅពេលដែលយកទៅគោះវាទៅលើកណ្ដាលស្អាតរួចហើយយើងនឹងមិនអាចលុបឲ្យកណ្ដាលនោះមានសភាពស្អាតដូចដើមបានទេចំណេះដឹងក៏ដូចនេះដែរបើសិនមកមាននៅក្នុងគួរក្បាលបុគ្គលណាម្នាក់ថៃនោះគឺពុំមានបុគ្គលណាម្នាក់អាចយកទៅប្លន់ឬក៏យកទៅប្រើប្រាស់ដល់ខ្លួនបាននៅឡើយដូច្នេះអាចនិយាយបានថាចំណេះដឹងពិតប្រាកដប្រៀបដូចទៅនឹងបណ្ដោហ្វឺនមួយដើមដែលគេសរសេរលើកណ្ដាស់មួយសន្លឹកអីចឹងដែរទោះជាខំប្រឹងលុបវាចេញរហូតដល់ធ្លុះស្លេកកណ្ដាស់យ៉ាងណាក៏ដោយក៏នៅតែលុបមិនចេះអាសាតែចំណេះដឹងមានគុណតម្លៃយ៉ាងថ្លៃថ្លានិងមិនអាចកាត់ថ្លៃបានបែបនេះហើយតែបានជាមនុស្សគ្រប់រូបតែងតែស្វែងរកចំណេះវិជ្ជារហូតដល់បុគ្គលខ្លះដែលមានជីវភាពពុំទូទាឬក៏ក្រលំបាកក្នុងសុខចិត្តធ្វើការគ្រប់បែបយ៉ាងដើម្បីបានលុយបង់ថ្លៃសាលាឲ្យកូនបានសិក្សាខ្ពង់ខ្ពស់ការពិតទៅមិនមែនតែកូនអ្នកក្រីក្រនោះទេដែលត្រូវបានស្ទើរសិក្សាដើម្បីកែប្រែអនាគតរបស់ខ្លួនសូម្បីតែគុំមហេសីប្រាក់រាប់លានដុល្លារនៅតែបញ្ជូនកូនឲ្យបន្តសិក្សាថ្នាក់ខ្ពង់ខ្ពស់ដែរការនេះគឺដោយសារតែពួកគេបញ្ចាំកូនដាក់ក្នុងក្រីក្រហើយនៅពេលដែលពួកគេលែងមានវត្តមានលើផែនដីនេះវាមានន័យថាបើសិនជាពួកគេមិនបានបញ្ជូនកូនទៅសាលាសិក្សានោះទេដូច្នេះអនាគតកូនរបស់ពួកគេនឹងច្បាស់ជាជួបនឹងហានិភ័យឬក៏ខ្សែធនជាមិនខានព្រោះបើពុំបានសិក្សានោះនឹងអវិជ្ជាប្រសិនអវិជ្ជាកូននឹងពួកគេនឹងមិនអាចគ្រប់គ្រងថវិកាទ្រព្យសម្បត្តិនិងកិច្ចការទូនតពីពួកគេបាននោះឡើយប៉ុន្តែពួកគេទទួលការសិក្សាខ្ពង់ខ្ពស់មានចំណេះដឹងទូលំទូលាយនិងបានបទពិសោធន៍ការងារផងនោះពេលពួកគេគ្រប់គ្រងក្រុមហ៊ុនឬក៏បើកអាជីវកម្មខ្លួនឯងនោះនឹងមានពីងាយស្រួលក៏ព្រោះតែពួកគេបានដឹងពីប្រព័ន្ធការងារស្គាល់អំពីប្រភេទបុគ្គលិកល្អឬអាក្រក់និងពីការប្រកួតប្រជែងឬក៏បែងចែកគ្នាក្នុងសង្គមការងារយកពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុនិងពីតម្លៃតម្រូវការរបស់បុគ្គលិកពិសេសនោះគឺធ្វើឲ្យមានការកាត់ជំរឿននិងទស្សនវិស័យវែងឆ្ងាយដែលធ្វើឲ្យក្រុមហ៊ុនឬក៏ស្ថាប័នពួកគេមានភាពចម្រុងចម្រើនសូមចាំថាចំណេះដឹងពិតប្រាកដគឺមានតម្លៃខ្លាំងណាស់ព្រោះវាអាចធ្វើឲ្យយើងមិនខ្លាចធ្វើឲ្យយើងមានភាពក្លាហានធ្វើឲ្យយើងចេះគិតត្រេះរិះពិចារណាជ្រាលជ្រៅហើយយើងមិនអាចធ្វើគម្រាមកំហែងឬក៏ប្លន់ជួយចំណេះដឹងនេះពីនរណាម្នាក់បានឡើយក្រៅពីការកសិក្សារៀនសូត្រដោយខ្លួនឯងសូមកុំមើលតែមួយជ្រុងនៃបញ្ហាមនុស្សភាគច្រើនតែងតែវិភាគសន្និដ្ឋានឬក៏កាត់សេចក្តីលើអ្វីមួយដោយអត្តនោម័តទៅខ្លួនឯងការដែលមិនព្រមស្វែងយល់បញ្ហាបានគ្រប់ជ្រុងជ្រោយនិងមិនព្រមបើកចិត្តដោយសួរយកមតិអ្នកដទៃនោះគឺពុំមែនជារឿងល្អនោះទេបើទោះបីយើងមានចំណេះដឹងគង់ខ្ពស់យ៉ាងណាក៏ដោយព្រោះតែយើងមិនអាចចិត្តតែគ្រប់បែបយ៉ាងនោះទេហើយអ្វីដែលយើងដឹងឃើញយល់ក៏មិនប្រកាសថាត្រឹមត្រូវឬក៏អ្នកដទៃអាចគិតដូចយើងនោះដែរផលិតផលបុគ្គលមិនព្រមសម្លឹងឲ្យគ្រប់ជ្រុងជ្រោយឬក៏មិនព្រមទទួលស្គាល់មតិយោបល់អ្នកដទៃភាគច្រើនកម្រនឹងទទួលបានជោគជ័យខ្លាំងណាស់ហើយច្រើនតែមានបញ្ហាជាប់ខ្លួនជានិច្ចនៅក្នុងសង្គមខ្មែរមានអ្នកដឹកនាំមួយចំនួនរាប់ចាប់តាំងពីសង្គមគូសាររហូតដល់ស្ថាប័នធំៗដែលគាត់ចាត់ធ្វើការងារច្បាស់ឬឲ្យសម្លឹងមើលតែមួយជ្រុងនៃបញ្ហាដែលជាហើយដែលធ្វើពួកគេគ្មានឱកាសរីកចម្រើនមនុស្សដែលសម្លឹងមើលបញ្ហាមិនគ្រប់ជ្រុងជ្រោយភាគច្រើនគឺជាមនុស្សប្រភេទប្រកាន់យកទស្សនៈអនិយមដាក់អង្គខ្លួនពួកគឺជាមនុស្សមិនព្រមទទួលយកគំនិតអ្នកដទៃឬក៏មិនហ៊ានបើកចិត្តទៅលើការទៅឲ្យអ្នកដទៃចូលរួមបញ្ជាមតិដើម្បីដោះស្រាយបញ្ហាឬក៏ចាត់ទុកមតិរបស់អ្នកដទៃមានតម្លៃនិងមិនត្រឹមត្រូវដូចជាមតិរបស់ខ្លួនឡើយដូច្នេះកុំឲ្យការសន្ទនាមានកំហុសឆ្គងឬក៏ការសន្ទនាខុសឬត្រូវដឹងថាទោះបីយើងមានចំណេះដឹងនៅកម្រិតណាក៏ដោយទោះ
បើយើងរៀនចប់បទណាក៏ដោយហើយសូម្បីតែញាក់ប្រាជ្ញទស្សនវិទូក៏ដោយក៏យើងមិនត្រូវសន្និដ្ឋានអ្វីមួយដោយអន្តរមាត្យនោះដែរហើយក៏មិនត្រូវសន្និដ្ឋានដោយមើលតែមួយជ្រុងនៃបញ្ហាដែរហេតុអ្វីព្រោះមនុស្សយើងមិនអាចចេះសពនៃហើយគូក្បាលតែគូក្បាលតែមួយមិនអាចគិតបានស៊ីជម្រៅឬត្រូវការស្មើនឹងគូក្បាលមនុស្សច្រើននោះឡើយដូច្នេះបើចង់ខ្លាចជាអ្នកដឹកនាំអ្វីឆ្លាតត្រូវបង់ចោលកំណត់អវិជ្ជមានហើយទទួលយកកំណត់វិជ្ជមានពីបុគ្គលជុំវិញពិសេសនោះគឺមិនគួរមើលរំលងកំណត់បុគ្គលដែលមានងារតូចទៀតនោះដែរព្រោះជួនកាលអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់គិតជ្រៅជ្រៅទៅហួសពីបញ្ហាដែលមិនសមទំនងទួតែសោះក៏ថាបានដូច្នេះសូមកុំមើលតែមួយជ្រុងនៃបញ្ហាអ្នកឃើញផ្លែប៉ោមអ្នកដទៃឃើញអង្គធាតុអ្នកឃើញពណ៌អ្នកដទៃឃើញចំណាំងផ្លាម្យ៉ាងបើសិនមកយើងមើលតែមួយជ្រុងនៃបញ្ហានោះមិនខុសពីរឿងព្រេងនិទានខ្មែរមនុស្សខ្វាក់ស្លៀបដំរីនោះទេគឺយើងយល់ថាដំរីមានរាងផ្សេងគ្នាជាហេតុធ្វើឲ្យមានការឆ្លុះប្រកែកគ្នាយល់តែឈ្នះរៀងខ្លួន